ធ្វើល្អដើម្បីខ្លួនឯងផងកូនអើយកុំព្រោះតែប្រាក់ស្ម័គ្រចិត្តធ្វើបាបខ្លួនឯងឲ្យសោះណាកូនកូនត្រូវតែស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងស្រឡាញ់ប្រាក់កូនអាចរកពេលណាក៏បានតែអាយុជីវិតរបស់កូនមិនអាចរកបានទេតែកាលណាបាត់បង់ហើយមិនអាចត្រឡប់ក្រោយវិញបានឡើយដូច្នេះកូនត្រូវចេះស្រឡាញ់សុខភាពខ្លួនឯងឲ្យច្រើនជាងស្រឡាញ់ទ្រព្យសម្បត្តិកូនត្រូវតែធ្វើជាមនុស្សល្អសម្រាប់ខ្លួនឯងផងកុំគ្រាន់តែជាមនុស្សល្អសម្រាប់អ្នកដទៃនោះបានន័យថាម៉ែចង់ឲ្យកូនជាមនុស្សល្អពិតប្រាកដទាំងខាងមុខទាំងខាងក្រោយកុំជាមនុស្សលាក់ពុតល្អតែចំពោះមុខអ្នកដទៃកូនត្រូវរស់នៅដោយសេចក្តីរីករាយមិនក្តៅក្រហាយចិត្តហើយត្រូវចេះមានសេចក្តីសុខជាមួយនឹងខ្លួនឯងដែលជាមនុស្សល្អពិតមានពាក្យមួយគេតែងតែនិយាយថាឈ្នះល្បែងទិញរបស់ចាញ់ល្បែងអស់លក់របស់លេងល្បែងពាក្យនេះវាមិនខុសពីជីវិតពិតរបស់មនុស្សខ្លះសពថ្ងៃនេះកូនមួយថ្ងៃខំប្រឹងធ្វើការរកទ្រទុកដាក់ទិញរបស់មានតម្លៃថ្លៃដើម្បីបង្អួតអ្នកដទៃឲ្យគេមើលមកឃើញថាអស្ចារ្យឃើញថាគ្រាន់បើរហូតគ្មានពេលវេលាធ្វើសេចក្តីល្អសម្រាប់ខ្លួនឯងមិនហ៊ានចំណាយទ្រព្យធនបន្តិចបន្តួចដើម្បីធ្វើទានតែដល់ពេលមានជំងឺអ្វីមួយធ្ងន់ធ្ងរក៏ត្រូវចំណាយទ្រព្យលក់របស់ដែលខ្លួនរកមកបាននោះអស់គ្មានសល់ដើម្បីយកមកព្យាបាលជំងឺហើយទីបំផុតជីវិតក៏ត្រូវស្លាប់សួរថាទ្រព្យរបស់ទាំងអស់នោះមានតម្លៃជាងជីវិតឬក៏ជីវិតមានតម្លៃជាងទ្រព្យបើថាជីវិតមានតម្លៃជាងទ្រព្យទាំងនោះចុះហេតុអ្វីបានជាត្រូវចំណាយជីវិតដើម្បីតែទ្រព្យរាប់សិបឆ្នាំហើយទីបំផុតទ្រព្យសម្បត្តិទាំងអស់នោះក៏មិនអាចធានារ៉ាប់រងអាយុជីវិតរបស់ខ្លួនឯងបានត្រូវស្លាប់ទៅជាខ្មោចស្រេកឃ្លានព្រោះតែមិនបានធ្វើបុណ្យឲ្យទានដើម្បីបានជាស្បៀងទៅលោកខាងមុខព្រោះតែទ្រព្យសុខចិត្តជាប់គុកព្រោះតែទ្រព្យសុខចិត្តសម្លាប់អ្នកដទៃព្រោះតែទ្រព្យសុខចិត្តធ្វើបាបខ្លួនឯងម៉ែមិនចង់ឲ្យកូនចំណាយជីវិតដើម្បីអ្វីខាងក្រៅច្រើនពេកទេតែម៉ែចង់ឲ្យកូនធ្វើល្អដើម្បីខ្លួនឯងខ្លះផងកុំធ្វើល្អដើម្បីតែអ្នកណាដទៃណាកូនខ្លួននេះហើយគឺជាទីស្រឡាញ់ខ្លួនឯងយ៉ាងក្រៃលែងបើខ្លួនឯងមិនស្រឡាញ់ខ្លួនឯងតើឲ្យអ្នកដទៃឯណាមកស្រឡាញ់យើងជំនួសបានកូនអើយទ្រព្យសម្បត្តិគឺជារបស់ខាងក្រៅដែលកូនតែងតែហួងហែងដែលកូនតែងតែថែរក្សាដែលកូនតែងតែប្រាថ្នាចង់បានតែតាមពិតទ្រព្យសម្បត្តិទាំងអស់នោះនឹងជាអន្ទាក់ករបស់កូនឲ្យរងគ្រោះព្រោះតែសេចក្តីលោភលន់ប្រាថ្នាចង់បានរបស់កូនដែលមិនចេះចប់
ដែលមិនចេះឈប់ឈរនោះហើយកូនអើយសូមឲ្យកូនជាមនុស្សដែលចេះគិតពិចារណាសម្បត្តិទ្រព្យខាងក្រៅគឺយើងអាចរកបានក៏ប៉ុន្តែសុខភាពនិងអាយុជីវិតរបស់យើងមិនអាចរកបានដោយការយកទ្រព្យសម្បត្តិទៅទិញដូរនោះបានទេដូច្នេះហើយកូនត្រូវចេះល្មមចេះគ្រប់ចេះក្រំចេះអត់ធន់កូនកុំខំប្រឹងរកទ្រព្យសម្បត្តិដោយការធ្វើបាបខ្លួនឯងពេកណាកូនណា